មកមកពីរបៀបរចនាអក្សរខ្ជូតបីយកទៅដាក់ក្នុងវីដេអូរបស់យើងឲ្យមានភាពតាក់ទាញមកមកវីដេអូនេះដល់ចប់ខ្ញុំនឹងចែក sticker កូនខ្មែរបែបនេះខ្ជូតទៅកាន់បងប្អូនទាំងអស់គ្នាដែល free ដែលជំរាបដំបូងបងប្អូនសូមចូលក្នុងកម្មវិធីមួយឈ្មោះថា Fonto បងប្អូនអាចទៅ download ឲ្យ free បាននៅក្នុង App Store ឬក៏ Play Store ពេលដែលយើងចុចចូលមកពេលនោះនឹងឃើញកាមេរ៉ាបែបនេះបងប្អូនសូមចូលកន្លែងកាមេរ៉ាពេលនោះនឹង load អក្សរជាច្រើនឲ្យបងប្អូនទាំងអស់គ្នាបានឃើញបងប្អូនសូម select យកអក្សរជួរទី3ឈ្មោះថា plain image នៅពេលដែលបងប្អូនចុចទៅពេលនោះនឹងចេញផ្ទាំងបែបនេះបងប្អូនសូម select យកផ្ទាំងពណ៌ខ្មៅពេលដែល select ផ្ទាំងពណ៌ខ្មៅហើយបងប្អូនសូមចូលពាក្យថា color ពេលនោះនឹង load ចេញខ្សែបន្ទាត់បែបនេះបងប្អូនសូម select លើខ្សែបន្ទាត់ពណ៌សហើយរុញឲ្យដល់លេខ0បន្តមកទៀតសូមមកផ្នែកខាងលើមានពាក្យថា apply បងប្អូនសូមចុចពាក្យហ្នឹងមកនៅពេលនោះនឹង load ពាក្យថា use ឲ្យបងប្អូនទាំងអស់គ្នាឃើញបងប្អូនសូមចុចពាក្យថា use ឡើងនេះមកពេលដែលយើងចុចហើយពេលនេះយើងឃើញថាមានក្តារដើម្បីនឹងយើងអាចសរសេរអក្សរបានហើយបងប្អូនសូមសរសេរអក្សរមកពេលនោះនឹង load ផ្ទាំងបែបនេះបងប្អូនឃើញមានពាក្យ text មានពាក្យ font style size បើសិនជាបងប្អូនចុចកន្លែង font នេះបងប្អូននឹងឃើញថានឹង load font ឲ្យយើងមកឃើញច្រើនមែនទែនបងប្អូនអាចបដូរ font តាមចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាបានក្រោយពេលបងប្អូនជ្រើសរើស font ស្អាតហើយបងប្អូនយើងមកដាក់ពណ៌ color វិញម្ដងខ្ញុំថ្ងៃនេះគឺយកពណ៌ស្វាយលាយពណ៌សមើលទៅពណ៌ហ្នឹងគឺស្អាតហើយលេចធ្លោខ្លាំងមែនទែនបងប្អូននៅពេលដែលបងប្អូនឃើញថាស្អាតហើយបងប្អូនចុច save មកឬជាការស្រេចហើយណាបើសិនជាបងប្អូនចង់បាន sticker ស្អាតខ្ជូតបងប្អូនសូមចូលទៅ link នៅលើ TikTok មាន link Telegram បើសិនជាបងប្អូនចូលតាម page បងប្អូនឆាតមកតាម page មកណាបង